ជំរាបសួរប្រជាពលរដ្ឋខ្មែរទាំងអស់ពិសេសយុវជនខ្ញុំផែសវណ្ណរិទ្ធបន្ទាប់ពីបានតាមដានអំពើហិង្សានៅស្ទឹងមានជ័យការបង្ក្រាបពីសមត្ថកិច្ចខ្មែរយ៉ាងព្រៃផ្សៃទីបំផុតក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូបមិនអាចទទួលយកបានទេមានវីដេអូមួយបញ្ជាក់ថាលោកជួនសវណ្ណបានបញ្ជាឲ្យវាយបាតកោដោយផ្ទាល់ហេតុអ្វីក៏លោកធ្វើយ៉ាងនេះលោកអាចចាប់ពួកគេបានដាក់ខ្នោះពួកគេបានយកពួកគេទៅអប់រំបានចុះហេតុអ្វីលោកមិនធ្វើលោកមានបុណ្យស័ក្តិលោកមានទ្រព្យសម្បត្តិហូរហៀប៉ុន្តែកម្មករទាំងអស់គាត់ត្រូវការតែយុត្តិធម៌ទេគាត់ត្រូវតែការរស់នៅសមរម្យតែប៉ុណ្ណោះហេតុអ្វីក៏លោកធ្វើអំពើយ៉ាងព្រៃផ្សៃយ៉ាងនេះដំបងឆក់ដំបងវាយទាត់យ៉ាងសាហាវទីបំផុតខ្ញុំឈឺចាប់ណាស់ថ្ងៃនេះខ្ញុំផែសវណ្ណរិទ្ធដុតរូបលោកជួនសវណ្ណឲ្យលោកមើលប្រាប់ថាយុវជនខ្មែរមិនកំសាកទេជនជាតិខ្មែរទាំងអស់ឆ្អែតហើយដល់កហើយពួកគាត់មិនខ្លាចលោកទេពួកគាត់មិនខ្លាចស្លាប់ទេហើយខ្ញុំក៏មិនខ្លាចដែររូបនេះខ្ញុំផ្ញើជូនលោកហ៊ុនសែនឲ្យលោកមើលឲ្យច្បាស់ប្រាប់ថាយុវជនខ្មែរមិនកំសាកទេយើងមិនខ្លាចលោកទេមិនខ្លាចការស្លាប់ទេហើយគំតិចផេះផង់នេះសូមផ្ញើជូនថ្វាយជូនព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុឲ្យយកលោកជួនសវណ្ណទៅផងនេះគឺរូបលោកហ៊ុនសែនខ្ញុំចង់ដុតណាស់តែខ្ញុំមិនដុតទេខ្ញុំមិនដុតលោកណាលោកសល់ពេលវេលាមិនច្រើនទេបើសិនបើលោកមិនផ្ដល់ឱកាសឲ្យខ្លួនឯងលោកនៅតែសន្សំការឈឺចាប់ឲ្យប្រជាជនខ្មែរលោកនឹងមានវាសនាអាក្រក់ជាទីបំផុតលោកខ្លាំងលោកប្រកែលោកអាចគ្រប់គ្រងអំណាចនៅក្នុងអាណត្តិទី5នេះបានលោកផ្លាស់អំណាចដោយសម្ដេចឆ្នោតប្រជាជនលោកធ្វើបានខ្ញុំសូមសរសើរប៉ុន្តែឥឡូវនេះលោកអាយុប៉ុន្មានហើយលោកអាយុជាង60ឆ្នាំហើយសុខភាពលោកកាន់តែខ្សោយហើយតើលោករស់បានប្រហែលឆ្នាំទៀតលោកខ្លាំងចុះពេលលោកស្លាប់ទៅកូនលោកហ៊ុនម៉ាណីហ៊ុនម៉ាណែតហ៊ុនម៉ាណាហ៊ុនម៉ាណិតតើពួកគេខ្លាំងដូចលោកទេលោកគួរតែភ្ញាក់ខ្លួនទៅសន្សំកុសលខ្លះសម្រាប់កូនខ្លួនឯងចំនួនក្រោយខ្លះផងលោកនៅសល់ពេលវេលាសមរម្យល្មមនឹងអាចកែខ្លួនបានខ្ញុំសង្ឃឹមថាលោកនឹងភ្ញាក់ខ្លួនមុនពេលយឺតពេលអរគុណសូមផ្ញើវីដេអូនេះពិសេសជូនលោកហ៊ុនសែនសូមជម្រាបលាសូមជួយ share ផងបាទ